แต่เราយើងកំងមហូបមកទៀតហើយថ្ងៃនេះមហូបរបស់យើងគឺដឹកដោយម៉ូតូដែលយើងកំងរាល់ថ្ងៃនោះគឺដឹកដោយឡានការដឹកដោយម៉ូតូនេះគឺវាដឹករៀងលឿនលឿនជាងឡានបងប្អូនមើលតែម៉ូតូបើទៅគឺដឹងហើយសញ្ញារូបម៉ូតូណាហ្នឹងម៉ូតូគេកំពុងតែដឹកមកឲ្យយើងឃើញតែជីអត់មានឈប់ទេបាទមកលឿនម៉ូតូនៅស្រុកគេគឺភ្លើងស្តុបអីក៏គេអត់សូវឈប់ដែរឲ្យតែអត់មានឡានគឺគេបើកមកហើយចំណែកឯឡានវិញគឺរៀងយឺតបន្តិចដោយសារតែមានភ្លើងស្តុបអញ្ចឹងហើយការបើកបររបស់ឡានគឺមានសភាពរៀងយឺតដោយសារតែឈប់នៅកន្លែងភ្លើងស្តុបចំណែកឯម៉ូតូវិញគឺលឿនមែនទែនបាទឡើយដឹកមកហើយសុទ្ធយូរតែម្ដងបាទអ្នកបើកម៉ូតូរបស់យើងនេះបាទមកវ៉ាវតែម្ដងបាទឥឡូវមកដល់ផ្លូវ8ទៅបាទកន្លែងនេះគឺភ្លើងស្តុបជាមួយឈប់អត់បាទអត់ឈប់ទេបាទគ្រាន់តែព្រះអង្គមកទៀតហើយតូព្រះអង្គគឺមកគឺវាអត់ឈប់ទេកន្លែងនៅភ្លើងស្តុបស្រុកគេសម្រាប់ម៉ូតូគឺគេមានអត្ថិភាពបាទបើមកហើយសម្រាប់ទីកន្លែងហ្នឹងហើយទីកន្លែងហាងហើយនឹងទីតាំងរបស់យើងគឺ3គីឡូចុច3អស់នេះកន្លែងរូបនេះស្មើៗនេះអានេះគឺទីតាំងរបស់យើងហើយកន្លែងរូបសំប្រព្រាននេះគឺជាភោជនីយដ្ឋានដែលយើងមកហូបហ្នឹងចម្ងាយគឺ3គីឡូចុច3បាទយើងកំងបាយឆាដែលគេហៅថាគេជាបាត់ទៅហើយទេបាយឆាពងទាជាមួយនឹងចាស់ចាំងបាទហ្នឹងគឺគេហៅថាចាស់ចាំងឈ្មោះរបស់គេតែចាស់ចាំងនេះគឺគេឆាជាមួយនឹងខ្ទឹមបារាំងសាច់ជ្រូកហើយទឹកខ្មៅមិនទឹកស្អីទៀតបាទឡុងតូនេះគឺបើកម្ដងដៃសូនេះគឺជាកន្លែងម៉ាតលក់អីវ៉ាន់នៅប្រទេសកូរ៉េបាទលើហួរដៃសូមដល់ SKN Clean បាទ SKN Clean នេះគឺជាការ៉ាសាំងដែលយើងអាចលាងឡានដោយស្វ័យប្រវត្តិបាននៅកន្លែងការ៉ាសាំងហ្នឹងបងប្អូនគ្រាន់តែបើកឡានចូលទៅគឺគេមានម៉ាស៊ីនលាងដោយស្វ័យប្រវត្តិបាទលើខួសហ្នឹងហើយមកដល់ទីទងរឹបបាទបងតែចេញមកម៉ូតូគឺបើកលឿនហើយបងប្អូនអត់ដូចឡានទេបងប្អូនមើលទៅនាទីរបស់យើងគឺសល់តែ6នាទីទេរំហូបដែលយើងកំងគឺកំងនៅម៉ោង11យប់ទៅហើយបានមកតាមហាងខ្លះគឺគេលក់ដល់ម៉ោង11 12ហាងខ្លះគឺត្រឹមម៉ោង9ម៉ោង10គឺគេបើកហើយបាទគឺទៅតាមហាងមួយបាទឥឡូវកំពុងតែសុទ្ធមកហើយជាណាធុងថាក់បាទមួនបាទជាណាធុងថាក់នោះគឺមួនរបៀបជាមួនបំពងស្លឹកខ្ទឹមមួនបំពងស្លឹកខ្ទឹមបាទចិត្តមកដល់ហើយបងប្អូនឃើញលេខ119គឺជាកន្លែង Anchon Center ហ្នឹងគឺជាកន្លែងឡានពលុតទី20បាទ119សម្រាប់យើងមានបញ្ហាគឺយើងអាចខុសតលេខនឹងបាននៅពេលដែលមានភ្លើងឆេះមានអីបាទឡូវម៉ូតូគឺបត់តាម119ហ្នឹងមកហើយឥឡូវកំពុងតែបត់ឆ្វេងមកហើយបាទបត់ឆ្វេងមកត្រង់ដល់ Central Plaza នេះគឺជាកន្លែងរោងចក្របាទ Central Plaza ឥឡូវហួសនឹងហើយមកដល់Changwon Terminal Industry បាទរោងចក្រនេះគឺជារោងចក្រក្រុមហ៊ុនបោះចិនបាទឡូវមកដល់ទីតាំងរបស់យើងនេះគឺនៅ IBK Eunhaeng បាទ IBK Bank បំរើ IBK Bank នេះគឺគេបត់ចូលម៉ូតូបត់ចូលមកហើយបាទទីតាំងរបស់យើងបាទយើងពង្រីកមើលឃើញថាមកដល់ទីតាំងរបស់យើងហើយបាទរួចគឺត្រូវឡើងមកជាន់លើបាទគឺទីតាំងរបស់យើងគឺនៅជាន់ទី3ដែលអាគាររបស់យើងនេះគឺឈ្មោះថា Hampik Technoville បាទ Hampik Technoville ភាសាកូរ៉េបាទឥឡូវម៉ូតូមកដល់កន្លែងយើងហើយគឺគេត្រូវឡើងមកឲ្យយើងនៅជាន់ទី3បាទតូឡើងមកបាទនេះគឺម៉ូតូឈប់នៅខាងមុខកន្លែងយើងនេះគឺមានចំណតឡាននិងចំណតម៉ូតូបាទចំណែកឯនៅខាងជ្រុងកន្លែង
Taker នៅពេលនេះគឺមានកន្លែងចតកង់ទៀតបាទចំណតកង់បាទម៉ូតូចតនៅនឹងមុខហើយឥឡូវមកដល់កន្លែងនេះបាទបាយរបស់យើងគឺបានមកដល់ហើយអានេះគឺមានគីមឈីមានខ្ទឹមបារាំងសម្លចំពងបាយឆាបាទនេះបាយឆារបស់គេអានេះឆាខ្មៅមើលពងទាមើលដូចអាចចឹងបាទចប់ហ្មង